អស់រយៈពេលជាច្រើនឆ្នាំរឿងរ៉ាវដ៏ព្រឺព្រួចនឹងអាចកំបាំងអំពីប្រវត្តិភ្នំបូកគោមុនពេលរឿងរ៉ាវអាចកំបាំងជាច្រើនត្រូវបានមនុស្សនិយាយតគ្នាភ្នំបូកគោគឺជាទីកន្លែងដែលផ្ទុកនូវប្រវត្តិសាស្ត្រដ៏យូរអង្វែងមួយប្រវត្តិដែលលាយឡំជាមួយភាពស្រស់ស្អាតភាពសោកសៅដែលកម្មករខ្មែរដែលបានលះបង់បូជាជីវិតក្នុងការសាងសង់អគារហើយក៏ប្រែក្លាយទៅជាស្នាមរបួសនៃអតីតកាលប៉ុន្តែអ្វីដែលធ្វើឲ្យភ្នំបូកគោមានភាពល្បីល្បាញមិនមែនមានតែប្រវត្តិសាស្ត្រប៉ុណ្ណោះនោះទេនៅក្នុងចំណោមអ្នករស់នៅតំបន់នោះមានរឿងរ៉ាវនិយាយតគ្នាអំពីសម្លេងចម្លែកនិងវិញ្ញាណដែលស្ថិតនៅក្នុងអគារចាស់ៗអ្នកខ្លះអះអាងថានៅពេលយប់ជិតអគារចាស់មានឮសម្លេងដូចមនុស្សនិយាយគ្នាឬសម្លេងដើរជុំវិញអគារដែលគ្មានមនុស្សស្នាក់នៅអ្នកខ្លះផ្សេងទៀតនិយាយថាពេលអាប់ចុះក្រាស់ពេលខ្លះអាចឃើញស្រមោលមនុស្សឆ្លងកាត់បង្អួចចាស់ៗរឿងព្រេងមួយចំនួនថែមទាំងនិយាយថាអគារទាំងនេះនៅតែរក្សាទុកស្នាមការចងចាំរបស់មនុស្សដែលធ្លាប់រស់នៅទីនោះមនុស្សដែលធ្លាប់សោយធ្លាប់យំនិងធ្លាប់បាត់បង់ជីវិតក្នុងសម័យកាលដ៏ច្បុកច្បល់ទោះបីមិនមានផតាំងវិទ្យាសាស្ត្របញ្ជាក់ពីរឿងអាថ៌កំបាំងទាំងនេះក៏ដោយក៏បរិយាកាសស្ងប់ស្ងាត់សំណង់ចាស់ៗនិងអាប់ដែលក្រោតដណ្ដប់លើភ្នំបានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាភ្នំបូកគោមិនមែនគ្រាន់តែជាទីកន្លែងដែលត្រូវគេបោះបង់ចោលនោះទេប៉ុន្តែជាទីកន្លែងហាក់បីដូចជាកំពុងលាក់រឿងរ៉ាវមួយដែលមិនទាន់ត្រូវបានបង្ហាញនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីប្រវត្តិពិតរឿងរ៉ាវដែលគេនិយាយតគ្នានឹងអាចកំបាំងដែលធ្វើឲ្យទីកន្លែងនេះនៅតែជាទីកន្លែងដ៏ព្រឺព្រួចបំផុតមួយក្នុងប្រទេសកម្ពុជាហើយប្រសិនបើអ្នកចូលចិត្តវីដេអូបែបរឿងក្តីពិតការស៊ើបអង្កេតនិងប្រវត្តិសាស្ត្រអាចកំបាំងសូមកុំភ្លេចចុច Like Subscribe និងបើកសញ្ញារូបកណ្ដឹងដើម្បីកុំឲ្យខកខាននៅរឿងក្តីពិតជាច្រើននៅគួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀតនៅលើភ្នំបូកគោមិនមែនមានតែព្រៃអាប់និងខ្យល់ត្រជាក់ប៉ុណ្ណោះទេប៉ុន្តែធ្លាប់ជាទីកន្លែងដែលបារាំងបង្កើតជាកន្លែងសម្រាប់លំហែដ៏ប្រណិតមួយកាលពីសម័យអាណានិគមនិយមបារាំងកាលពីអំឡុងឆ្នាំ1925បារាំងបានចាប់ផ្ដើមសាងសង់សណ្ឋាគារបូកគោដែលជាសណ្ឋាគារប្រណិតមួយសម្រាប់មន្ត្រីបារាំងអ្នកមាននិងភ្ញៀវទេសចរការសាងសង់នៅលើកំពូលភ្នំដែលមានអាកាសធាតុត្រជាក់ត្រូវបានចាត់ទុកថាជាគម្រោងដ៏លំបាកមួយដោយសារតែផ្លូវឡើងភ្នំមានភាពលំបាកនិងព្រៃក្រាស់នៅពេលបើកដំណើរការសណ្ឋាគារនេះមានបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាតភោជនីយដ្ឋានកាស៊ីណូនិងកន្លែងកម្សាន្តជាច្រើនមនុស្សនៅសម័យនោះបានហៅវាថាជាទីក្រុងតូចមួយលាក់ខ្លួនក្នុងពពកប៉ុន្តែបន្ទាប់ពីសង្គ្រាមនិងភាពចលាចលនយោបាយសណ្ឋាគារនេះត្រូវបានបោះបង់ចោលជាច្រើនឆ្នាំអគារដែលធ្លាប់ពោរពេញដោយសម្លេងមនុស្សនិងពន្លឺភ្លើងបានប្រែក្លាយទៅជាកន្លែងស្ងាត់ជ្រងំដែលមានតែខ្យល់ព្រៃនិងអាប់និងរឿងរ៉ាវអ្នកស្រុកនិយាយតគ្នាមិនឆ្ងាយពីសណ្ឋាគារក៏មានព្រះវិហារបុរាណតូចមួយនៅលើភ្នំបូកគោដែលបារាំងបានសាងសង់សម្រាប់សហគមន៍កាតូលិកនៅទីនោះរូបរាងវិហារដែលធ្វើពីថ្មមានភាពចាស់បុរាណនិងស្ថិតនៅក្នុងបរិយាកាសព្រៃភ្នំធ្វើឲ្យវាមានអារម្មណ៍ដូចជាកន្លែងមួយដែលត្រូវបានបំភ្លេចចោលដោយពេលវេលាអ្នកខ្លះនិយាយថាពេលយប់នៅជុំវិញអគារចាស់ៗទាំងនេះអាចឮសំឡេងចម្លែកឬឃើញស្រមោលមនុស្សដើរឆ្លងកាត់ក្នុងអាប់ទោះបីជារឿងនេះមិនមានភស្តុតាងបញ្ជាក់ក៏ដោយក៏វាបានធ្វើឲ្យភ្នំបូកគោក្លាយជាទីកន្លែងដែលមានទាំងប្រវត្តិសាស្ត្រនិងអាថ៌កំបាំងក្នុងពេលតែមួយបន្ទាប់ពីសម័យរុងរឿងបានកន្លងផុតទៅភ្នំបូកគោដែលធ្លាប់ជាទីកន្លែងសម្រាកដ៏ប្រណិតបានចាប់ផ្ដើមបាត់បង់ជីវិតម្ដងបន្តិចនៅពេលសង្គ្រាមនិងភាពមិនថិតថេរនយោបាយបានកើតឡើងនៅកម្ពុជាតំបន់ភ្នំបូកគោត្រូវបានបោះបង់ចោលសណ្ឋាគារដ៏ធំដែលធ្លាប់មានភ្ញៀវចូលមកសម្រាកក៏បានបិទទ្វារបន្ទប់ដែលធ្លាប់មានសម្លេងសើចនិងតន្ត្រីក៏បានคล้ายទៅជាបន្ទប់ទទេរដែលមានតែធូលីនិងភាពស្ងប់ស្ងាត់ប្រហែលឆ្នាំក្រោយមកអគារចាស់ៗនៅលើភ្នំបូកគោត្រូវបានធម្មជាតិយកមកគ្រប់គ្រងវិញរុក្ខជាតិដុះគ្របលើជញ្ជាំងថ្មចាស់ប្រេះបែកហើយអាប់ក្រាស់តែងតែក្រោតដណ្ដប់ជុំវិញអគារដូចជាកំពុងលាក់អាថ៌កំបាំងមួយនៅខាងក្នុងប៉ុន្តែអ្វីដែលធ្វើឲ្យភ្នំបូកគោមានភាពល្បីល្បាញមិនមែនមានតែប្រវត្តិសាស្ត្រប៉ុណ្ណោះទេនៅក្នុងចំណោមអ្នករស់នៅក្នុងតំបន់ជុំវិញមានរឿងរ៉ាវនិយាយតគ្នាអំពីសម្លេងចម្លែកនិងវិញ្ញាណដែលស្ថិតនៅក្នុងអគារចាស់ៗទាំងនោះតើអ្វីដែលមនុស្សបានលើនិងបានឃើញនៅលើភ្នំបូកគោគឺគ្រាន់តែជាអំណាចនៃធម្មជាតិឬជាអាថ៌កំបាំងដែលនៅតែរងចាំការរកឃើញនៅពេលព្រះអាទិត្យលិចពីលើកំពូលភ្នំបូកគោបរិយាកាសដែលធ្លាប់ស្រស់ស្អាតនៅពេលថ្ងៃប្រែក្លាយទៅជាភាពស្ងប់ស្ងាត់ដ៏គួរឲ្យព្រឺព្រួចខ្យល់ត្រជាក់បក់កាត់តាមអគារចាស់ៗអាប់ក្រាស់ចាប់ផ្ដើមក្រោតដណ្ដប់លើផ្លូវនិងជញ្ជាំងថ្មដែលមានអាយុកាលរាប់សិបឆ្នាំ
នៅក្នុងភាពស្រស់ស្អាតនោះរឿងរ៉ាវដ៏អាត់កំបាំងជាច្រើនត្រូវបានអ្នកស្រុកនិងអ្នកធ្លាប់ទៅលេងនិយាយតៗគ្នាថារឿងមួយដែលល្បីបំផុតគឺការនិយាយអំពីសន្តាគារបូកូដែលធ្លាប់ជាទីកន្លែងប្រណិតប៉ុន្តែក្រោយមកបានក្លាយទៅជាអគារដែលស្ងាត់ជ្រងំអ្នកខ្លះនិយាយថានៅពេលយប់ពេលដើរជិតអគារអាចឮសំឡេងមនុស្សដើរលើជាន់ខាងលើទោះបីគ្មាននរណារស់នៅទីនោះក៏ដោយអ្នកខ្លះទៀតប្រាប់ថាពេលមើលតាមបង្អួចចាស់ៗនៅពេលមានអាប់ក្រាស់ពួកគេធ្លាប់មានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលពីខាងក្នុងក្រៅពីសន្តាគារក៏មានរឿងព្រេងទាក់ទងនឹងវិហារកាតូនិកចាស់ដែលឈរយ៉ាងស្ងៀមស្ងាត់ក្នុងព្រៃភ្នំរូបរាងរបស់វិហារថ្មចាស់និងភាពស្ងាត់ជុំវិញបានធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ថាទីកន្លែងនេះមានថាមពលចម្លែកចាស់មួយចំនួនជឿថាភ្នំបូកូធ្លាប់ឆ្លងកាត់សោកនាដកម្មជាច្រើនដូច្នេះអារម្មណ៍នៃភាពសោកសៅនិងអាត់កំបាំងនៅតែស្ថិតជុំវិញទីនោះប៉ុន្តែរឿងទាំងនេះភាគច្រើនគឺជាជំនឿនិងការនិយាយតៗគ្នាមិនមែនជាភស្តុតាងដែលអាចបញ្ជាក់បានឡើយប៉ុន្តែអ្វីធ្វើឲ្យភ្នំបូកូគួរឲ្យខ្លាចមិនមែនមានតែរឿងខ្មោចនោះទេប៉ុន្តែគឺជាការបញ្ចូលរួមគ្នារវាងប្រវត្តិសាស្ត្រដ៏ឈឺចាប់និងអគារត្រូវបានបោះបង់ព្រៃភ្នំស្ងាត់និងអាប់ដែលមិនងាយបាត់នៅពេលអ្នកឈរនៅមុខអគារចាស់ៗទាំងនោះអ្នកអាចមានអារម្មណ៍ដូចជាកំពុងឈរនៅចន្លោះអតីតកាលនិងបច្ចុប្បន្នកន្លែងមួយដែលពេលវេលាហាក់ដូចជាបានឈុតដំណើរការតើសំឡេងក្នុងអគារចាស់ៗគឺជាសំឡេងខ្យល់ដែលបន្លឺតាមចន្លោះជញ្ជាំងឬជាស្នាមអាត់កំបាំងអំពីអតីតកាលដែលនៅតែតាមដានភ្នំបូកូរហូតមកដល់សព្វថ្ងៃក្រៅពីរឿងរ៉ាវប្រវត្តិសាស្ត្រនិងរឿងព្រេងដែលត្រូវបាននិយាយតៗគ្នាភ្នំបូកូក៏ក្លាយទៅជាកន្លែងមួយដែលទាក់ទាញអ្នកស្វែងរកបទពិសោធន៍ថ្មីៗជាពិសេសអ្នកដែលចូលចិត្តទីកន្លែងចាស់ៗនិងបរិយាកាសអាត់កំបាំងអ្នកទេសចរជាច្រើនដែលធ្លាប់ឡើងទៅលើភ្នំបូកូបានរៀបរាប់អំពីអារម្មណ៍ចម្លែកមួយនៅពេលឈរនៅមុខអគារបុរាណទាំងនោះមិនមែនដោយសារតែពួកគេមិនបានឃើញអ្វីដែលមិនអាចបញ្យល់បានទេប៉ុន្តែដោយសារភាពស្ងាត់ជ្រងំនិងទេសភាពដែលធ្វើឲ្យមនុស្សមានអារម្មណ៍ដូចជាកំពុងត្រឡប់ទៅកាន់អតីតកាលអ្នកខ្លះប្រាប់ថាពេលដើរជុំវិញសន្តាគារចាស់ៗនៅពេលអាប់ចុះក្រាស់សំឡេងខ្យល់ដែលបក់កាត់តាមបង្អួចបាក់បែកអាចធ្វើឲ្យមានអារម្មណ៍ដូចជាមានសំឡេងមនុស្សនិយាយឬចលនាអ្វីមួយនៅជុំវិញអ្នកទេសចរមួយចំនួនក៏បានចែករំលែកថាពេលថតរូបនៅក្បែរអគារចាស់ៗទាំងនោះពេលខ្លះពួកគេមានអារម្មណ៍ថាបរិយាកាសក្នុងរូបភាពមើលទៅខុសពីអ្វីដែលបានឃើញផ្ទាល់ដោយសារតែអាប់ពន្លឺនិងស្រមោលរបស់អគារបុរាណប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវនិងអ្នកចូលចិត្តប្រវត្តិសាស្ត្រភាពទាក់ទាញពិតប្រាកដរបស់ភ្នំបូកូមិនមែនស្ថិតនៅក្នុងរឿងខ្មោចទេវាស្ថិតនៅក្នុងសំណង់ដែលនៅសល់ពីអតីតកាលនិងរឿងរ៉ាវរបស់មនុស្សជាច្រើនជំនាន់ដែលធ្លាប់រស់នៅទីនោះភ្នំបូកូគឺជាកន្លែងដែលធម្មជាតិនិងប្រវត្តិសាស្ត្របានរួមបញ្ចូលគ្នានៅពេលព្រឹកអ្នកអាចមើលឃើញទេសភាពសមុទ្រនិងព្រៃភ្នំដ៏ស្រស់ស្អាតប៉ុន្តែនៅពេលល្ងាចអាប់ចាប់ផ្ដើមគ្របដណ្ដប់លើអគារធ្វើឲ្យទីកន្លែងនេះមានអារម្មណ៍ដូចជាពិភពផ្សេងមួយទៀតប្រហែលជានេះហើយជាមូលហេតុធ្វើឲ្យមនុស្សជាច្រើននៅតែចង់ទៅលេងភ្នំបូកូទោះបីជាដឹងថានៅទីនោះពោរពេញដោយរឿងរ៉ាវដ៏គួរឲ្យខ្លាចក៏ដោយព្រោះនៅទីនោះមនុស្សមិនត្រឹមតែស្វែងរកការភ័យខ្លាចទេប៉ុន្តែពួកគេកំពុងស្វែងរកអាថ៌កំបាំងដែលពេលវេលាមិនអាចលុបបំបាត់បានបន្ទាប់ពីអស់រយៈពេលជាច្រើនទសវត្សរ៍ដែលភ្នំបូកូត្រូវបានចាត់ទុកថាជាទីកន្លែងស្ងាត់ជ្រងំនិងពោរពេញដោយរឿងរ៉ាវអាថ៌កំបាំងពេលវេលាបាននាំមកនូវការផ្លាស់ប្ដូរថ្មីមួយពីអតីតកាលដែលធ្លាប់ត្រូវបានហៅថាទីក្រុងខ្មោចលើភ្នំបូកូបានចាប់ផ្ដើមមានជីវិតឡើងវិញបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសកម្ពុជាផ្លូវឡើងភ្នំត្រូវបានកែលម្អធ្វើឲ្យភ្ញៀវទេសចរធ្វើដំណើរឡើងទៅកាន់កំពូលភ្នំបានកាន់តែងាយស្រួលមនុស្សជាច្រើនបានមកទីនេះដើម្បីគយគន់ទេសភាពធម្មជាតិព្រៃភ្នំនិងអាប់ពេលព្រឹកនិងទិដ្ឋភាពសមុទ្រដ៏ធំល្វឹងល្វើយពីលើកម្ពស់ជាច្រើនរយម៉ែត្រអគារបុរាណមួយចំនួននៅតែឈរជាសក្ខីភាពនៃអតីតកាលសន្តាគារបូកូចាស់និងវិហារកាតូនិកនិងសំណង់ផ្សេងៗនៅតែមានភាពទាក់ទាញអ្នកដែលចូលចិត្តប្រវត្តិសាស្ត្រនិងការស្វែងរកកន្លែងដែលមានរឿងរ៉ាវទោះបីជាបច្ចុប្បន្នភ្នំបូកូមានការអភិវឌ្ឍនិងមានទេសចរជាច្រើនឡើងក៏ដោយក៏អារម្មណ៍អាថ៌កំបាំងនៅតែមិនបាត់បង់ទាំងស្រុងនៅពេលអាប់គ្របលើផ្លូវភ្នំនៅពេលខ្យល់បក់កាត់តាមអគារចាស់ៗហើយនៅពេលពន្លឺថ្ងៃលិចលើសំណង់បុរាណវាធ្វើឲ្យមនុស្សមានអារម្មណ៍ថាកំពុងឈរនៅចន្លោះភពបច្ចុប្បន្ននិងអតីតកាលសម្រាប់អ្នកខ្លះភ្នំបូកូគឺជាកន្លែងសម្រាប់លំហែនិងគយគន់ទេសភាពសម្រាប់អ្នកខ្លះទៀតវាគឺជាកន្លែងដែលផ្ទុកនូវសំណួរជាច្រើនពីអតីតកាលពីសន្តាគារដ៏ប្រណិតក្នុងសម័យបារាំងទៅជាសន្តាគារដែលត្រូវបោះបង់ចោលហើយមកដល់សពថ្ងៃ
ខ្លាយទៅជាកន្លែងដែលមនុស្សជាច្រើនចង់ទៅស្គាល់ភ្នំបូកគោបានបង្ហាញថាទោះបីពេលវេលាអាចផ្លាស់ប្ដូរអ្វីៗក៏ដោយក៏រឿងរ៉ាវនិងអាចកំបាំងរបស់ទីកន្លែងមួយនេះអាចនៅតែរស់រានមានជីវិតបានជារៀងរហូតនៅលើភ្នំបូកគោដែលមានកម្ពស់ខ្ពស់លាក់ខ្លួនក្នុងពពកមានអគារចាស់ៗមួយចំនួនដែលនៅតែឈរជាសាក្សីនៃពេលវេលាពីអតីតកាលដ៏រុងរឿងក្នុងសម័យបារាំងពីសន្តាគារដែលធ្លាប់ពោពេញដោយភ្ញៀវនិងពន្លឺភ្លើងរហូតដល់ថ្ងៃដែលត្រូវបានបោះបង់ចោលនិងក្រត់ដណ្ដប់ដោយភាពស្ងាត់ជ្រងំភ្នំបូកគោបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាងមួយសតវត្សរ៍អ្វីធ្វើឲ្យទីកន្លែងនេះមានភាពពិសេសមិនមែនមានតែរឿងព្រេងនិយាយអំពីរឿងខ្មោចនោះទេឬរឿងរ៉ាវអាថ៌កំបាំងដែលមនុស្សនិយាយតៗគ្នាប៉ុន្តែវាជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រសំណង់បុរាណនិងអំណាចនៃធម្មជាតិអាប់តែងតែក្រោតដណ្ដប់លើភ្នំខ្យល់ដែលបក់កាត់តាមបង្អួចចាស់ៗនិងជញ្ជាំងដែលនៅសល់ពីអតីតកាលអ្វីទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាភ្នំបូកគោនៅតែរក្សាទុកនូវអាថ៌កំបាំងមួយដែលមិនងាយត្រូវបានបំភ្លេចបានប៉ុន្តែប្រហែលជាអាថ៌កំបាំងដ៏ធំបំផុតរបស់ភ្នំបូកគោមិនមែនមានសំណួរថាមានខ្មោចឬអត់នោះទេតើនៅសល់រឿងរ៉ាវប្រមាណទៀតដែលបានកើតឡើងនៅទីនេះហើយត្រូវពេលវេលាលាក់បាំងរាល់ជញ្ជាំងចាស់ៗរាល់ផ្លូវថ្មនិងរាល់អគារដែលនៅសល់គឺជាកំណត់ត្រាមួយនៃជីវិតមនុស្សពីអតីតកាលភ្នំបូកគោអាចផ្លាស់ប្ដូរពីទីក្រុងលាក់ខ្លួនក្នុងពពកទៅជាតំបន់ទេសចរណ៍ដ៏ល្បីប៉ុន្តែអារម្មណ៍អាថ៌កំបាំងរបស់វានៅតែរស់នៅពេលអាបធ្លាក់ចុះលើអគារចាស់ៗនៅពេលព្រះអាទិត្យលិចពីក្រោយភ្នំមនុស្សជាច្រើននៅតែមានអារម្មណ៍ថាមានអ្វីមួយកំពុងប្រាប់រឿងរ៉ាវពីអតីតកាលនេះជារឿងរ៉ាវរបស់ភ្នំបូកគោទីកន្លែងដែលពេលវេលាអាចកន្លងផុតទៅប៉ុន្តែអាប់និងអាថ៌កំបាំងនៅតែបន្តស្ថិតនៅហើយខ្ញុំសូមធ្វើការអព្យាស្រ័យទៅលើបងប្អូនខ្លាំងមែនតើដែលមានសម្លេងរំខានតាំងពីដើមវីដេអូរហូតមកដល់ចប់ហើយសូមអរគុណទៅអ្នកទស្សនាដែលបានស្ដាប់រឿងរ៉ាវនេះហើយប្រសិនបើចូលចិត្តរឿងរ៉ាវប្រវត្តិសាស្ត្រអាថ៌កំបាំងនិងទីកន្លែងដែលមានរឿងរ៉ាវលាក់បាំងសូមកុំភ្លេចចុច like subscribe និងបើកសញ្ញារូបកណ្ដឹងដើម្បីកុំឲ្យខកខានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀតសូមអរគុណសូមជម្រាបលា